ស្រីអ្នកគ្នាបាទជួបជាមួយខ្ញុំបាទ TK ស្មោះរៀលហើយថ្ងៃនេះយើងមកធ្វើការលេងជាមួយនឹងហ្គេម Block Fruit ផងដែរបាទអូខេខានចេញវីដេអូយូរហើយតើនេះតែឥឡូវយើងអត់សាំញ៉ាំច្រើនឥឡូវយើងទៅតែម្ដងទៅបាទឥឡូវចូលដល់ហ្គេមឥឡូវគឺអត់និយាយច្រើនទេគឺយើងបើក hack បាទហ្នឹងហើយបើក hack ហោះទៅហ្មងហ្នឹងហើយអ្នកគ្នាបាទនិយាយលេងនិយាយទៅថ្ងៃនេះខ្ញុំមកធ្វើការ review ឬមួយក៏និយាយពីសាច់រឿងដែលខ្ញុំទទួលបានតាមពលទេវតាអញ្ចឹងណាហើយតើមានរឿងអីខ្លះអញ្ចឹងទៅឥឡូវយើងទៅតែហ្មងហ្នឹងហើយនៅថ្ងៃមួយហ្នឹងគឺខ្ញុំបានជិះទូកផងដែរបាទដើម្បីទៅរកក្រុងឬមួយក៏កោះថ្មីអញ្ចឹងហើយឥឡូវខ្ញុំបានមកដល់កោះថ្មីហើយខ្ញុំធ្វើការចោះចតនៅនឹងអញ្ចឹងទៅដើម្បីដើរមើលទីក្រុងដែរអីអញ្ចឹងណាហើយនិយាយទៅគឺសាច់រឿងដំបូងគឺអញ្ចឹងហ្នឹងឯងហើយតបមកក៏ខ្ញុំបានទៅដល់លើគោកពីយើងបានជិះទូកហត់ហើយយើងគឺបានដើរហ្នឹងឯងដើរយ៉ាងយូរផងដែរហើយនឹងដើរទៅដើម្បីចូលទីក្រុងដើម្បីរករបស់រកអីទីទួចអញ្ចឹងណាហ្នឹងហើយតែដើរសុកហ្នឹងស្រាប់តែបានជួបជាមួយនឹងបរិសម្នាក់ដែលគាត់កំពុងតែសែតខ្លាំងមែនតើខ្ញុំមិនដឹងថាគាត់សែតរឿងស្នេហាស្រីបោកគឺមួយក៏មិនខ្ញុំអត់ដឹងតែគ្រាន់តែយើងគឺជាប្រុសស្មោះអញ្ចឹងយើងគឺតែត្រូវតែនិយាយមួយគាត់អីចឹងណាហើយឥឡូវគឺខ្ញុំបានមកដល់កន្លែងគាត់ហើយបាននិយាយមួយគាត់អីចឹងទៅគាត់និយាយទៅគឺស្រីបោកមែនហ្នឹងហើយគឺស្រីបោកហើយខ្ញុំក៏បានទៅតទៀតហើយសួរគាត់អីចឹងទៅថាគាត់មើលទៅដូចជាអ្នកលក់អីវ៉ាន់លក់អីចឹងណាខ្ញុំក៏បានសួរគាត់ថាគាត់មានអីលក់មែនអញ្ចឹងគាត់ក៏ប្រាប់ថាមានរបស់ពិសេសហ្នឹងហើយរបស់ពិសេសហ្នឹងខ្ញុំអត់ដឹងថាអីគេទេអញ្ចឹងគឺគាត់លក់ចំនួន 302,500 អ្នកគ្នាបាទហ្នឹងហើយនិយាយទៅគាត់លក់ឲ្យថ្លៃដែរតែយើងចេះជួយទិញគាត់ទៅព្រោះគាត់សែតមុខទៅសែតរឿងស្នេហាសែតអីយើងក៏បានទិញទៅហើយបានទិញហើយក៏ខ្ញុំបានដើរចេញពីនោះអញ្ចឹងទៅដើម្បីមកឡើងលើភ្នំដើម្បីចុចមើលនេះខ្ញុំទទួលបាន skill អីគេអញ្ចឹងណាហើយនៅពេលដែលខ្ញុំចុចទៅគឺបាន skill អ្នកគ្នា skill ម៉ែកប់សេរីមែនតើហ្មងអ្នកគ្នាបាទមើលមុខចប់ហើយ